ហើយនេះបឋមវិបស្សនានឹងតើត្រូវសិក្សាធម៌អីខ្លះនឹងចាំ10កម្មវិធីសិក្សាដោយខាងក្រោមនេះនឹងស្នាបឋមហើយមួយធំត្រៃសនគមសម្រេចដោយសទ្ធាពីរធំសិល5 8សិល10របស់ឧបាសកបាសិកានិងកម្មបត្តិ80និងសិល10របស់សាមណេរសិល4របស់ភិក្ខុសម្រេចដោយចេតនាចេតសិកសង្វរៈអវិតកមៈ3ធំអានាបានសតិចោល4ត្រកូលនិងកម្មដ្ឋាន10មានពុទ្ធានុស្តិជាដើមដែលមានអានុភាពឲ្យសម្រេចត្រឹមគុណធម៌គឺឧបចារឈាននិងឧបចារឈានដែលជាបព្វភាគនៃអបណាក្នុងកម្មដ្ឋាន26មានបតវ័យកសិនជាដើម4ធំការពង្រឹងឧបេក្ខាចិត្តដោយវគ្គទាំង5ធំការកំណត់ដឹងនៅរូបបរមត្តនិងនាមបរមត្តតាមឆក្ទ្វា6ចំពោះរូបនិងនាមចំពោះខ្លះមានសទ្ធតករូបជាធំ6ការកំណត់ដឹងនៅបច្ច័យនៃនាមនិងរូបប្រព្រឹត្តទៅតាមកាលទាំង3 7ធំការកំណត់ដឹងនៅត្រៃលក្ខ8ធំការលះបង់នៅវិបស្សនាបកិលេស10ដោយត្រៃលក្ខ9ធំការបាននៅអនុបស្សនា7មានអនិច្ចានុបស្សនាជាដើមនឹងមាន9មាត្រានឹងកម្មវិធីសិក្សាស្នាបឋមដំបូងយើងត្រូវសិក្សាទ្រឹស្ដីធម៌ប៉ុណ្ណឹងណាទ្រឹស្ដីដែលយើងត្រូវសិក្សាមានធម៌ប៉ុណ្ណឹងហើយនឹងការបប្រតិបត្តិក៏ប្រតិបត្តិតាមនឹងទៅប៉ុន្តែវគ្គវិក្រិតការនឹងយើងរៀនទ្រឹស្ដីហើយព្យាផ្ទាត់នឹងការប្រតិបត្តិដែលមានចំណេះខ្លះពីមុនមកឬក៏បង្កើតនៅចំណេះថ្មីដែលយើងមិនទាន់បានមានសន្សំនឹងរៀនទ្រឹស្ដីគឺការប្រតិបត្តិដូច្នេះយើងបានសិក្សាប្រមាណថ្ងៃមកហើយដែលពោលអំពីកិច្ចការសាសនាមួយចំនួនឥឡូវយើងចូលមកដល់គេហៅថាគោលធម៌ហើយចូលមកដល់ថ្នាក់ថ្ងៃនេះយើងសិក្សាបន្ថែមអំពីត្រៃសនគមមួយធំទី1ចាំស្ដាប់នឹងមនោស្មារតីអានវត្ថុជាទីពឹងទីរលឹកមាន3យ៉ាងគឺព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អដោយកាយវិជ្ជាចិត្តតាមធម៌វិន័យហៅថាព្រះពុទ្ធ2ធម៌វិន័យពាក្យពានប្រដៅរបស់ព្រះពុទ្ធហៅថាព្រះធម៌3ពួកជនដែលបានស្ដាប់ពាក្យពានប្រដៅរបស់ព្រះពុទ្ធហើយបួសប្រតិបត្តិល្អតាមព្រះធម៌វិន័យហៅថាព្រះសង្ឃត្រៃសនគមសម្រេចដោយសទ្ធាមានន័យថាការជឿឬជំនឿមាន4យ៉ាងគឺ1កម្មសទ្ធាការជឿគឺបានដល់អំពើល្អនិងអាក្រក់2វិបាកសទ្ធាការជឿផលនៃកម្ម3កម្មសកតាសទ្ធាការជឿថាអំពើដែលខ្លួនធ្វើហើយជាអំពើរបស់ខ្លួនឯងតែម្យ៉ាង4តថាគតពោធិសទ្ធាការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតព្រោះអីឥឡូវសូមបញ្ជាក់អំពីរឿងព្រះពុទ្ធបន្តិចព្រះពុទ្ធជាមនុស្សព្រះពុទ្ធមិនមែនជាទេវតាយល់ទេព្រះពុទ្ធមិនមែនជាទេវតា
mình mền cục mình mền manu thế nè đại lục phù thà lục nè nè lục nè biết lục nè mình mền đi mặt ho đấy nè lục nè pro đạiពួកជនឲ្យប្រពុតល្អដោយកាយវិចារចិត្តតាមខវិន័យហៅថាប្រពុតណាអញ្ចឹងពាក្យលោកអ្នកហ្នឹងគៀនបដៅតាមខវិន័យតាគុណទាំងឡាយហ្នឹងហៅថាប្រពុតនៅប្រពុតក្នុងទីនេះលោកចង់និយាយអំពីបុគ្គលគឺថាបរិសម្នាក់ដែលបានត្រាស់ដឹងនៅចក្រារិយសច្ចត្រាស់ដឹងសពគ្រប់គ្មានគ្រូណាដល់បរិសនោះគឺព្រះពុទ្ធលោកបានសម្ដែងធម៌អស់45ឆ្នាំព្រះពុទ្ធមិនមែនជាអតិទេពមួយដែលគេគ្រាន់តែមានឈ្មោះហៅថាព្រះពុទ្ធតែមិនដឹងជានៅណាមែនទេណាព្រះអង្គកាលពីមិនទាន់បានត្រាស់ជាពុទ្ធបិតារបស់ព្រះអង្គព្រានាមអីព្រះបាទសរិសធុទនៈព្រះមេដាសរិមហាមជាព្រះអង្គនៅក្នុងនគរអីបលវត្ថុដែនសកៈជាហៅបលពោះដែនសកៈហើយព្រះអង្គកូនស្ដេចសក្យវុត្តអង្គមានមហេសីនេះពីដើមមានប្រនាមសំពីមានបត់ទេមានរិទ្ធបត់រាគុលព្រះអង្គមានប្រជជន16ឆ្នាំមាន5មហេសីកាលនៅជាពោធិសត្វដល់ប្រជជន29ចេញឈ្មោះដល់បានត្រាស់ដឹងប្រជជន35ដែលមានថាប្រពុតនោះគឺព្រមត្រាស់ដឹងហ្នឹងព្រមត្រាស់ដឹងហ្នឹងណាដែលមានថាប្រពុតគឺព្រមថ្ងៃដែលព្រះអង្គត្រាស់ដឹងចាប់ពីព្រះអង្គត្រាស់ដឹងមកគឺព្រះអង្គជាប្រពុតមាននាមថាសំណាក់គោដំបានន័យថាលោកត្រាស់ដឹងធម៌ដោយព្រះអង្គឯងហើយបានទៅប្រដៅជនដតីអស់45ឆ្នាំព្រះអង្គប្រេណនិព្វាននៅពេលប្រជញ្ញគម្រប់80ឆ្នាំហ្នឹងប្រពុតណាយល់ទេតិចប្រសាប្រពុតអតិទេពមិនអត់ទេហើយដល់អំពីព្រះអង្គអស់អំពីព្រះអង្គទៅមានតំណាងព្រះបដិមាករគឺកសាងព្រះបដិមាករជារូបស្នងព្រះអង្គតែមិនមែនគ្រាន់តែជាសំណាកទេណាមិនថារូបស្នងព្រះពោធិព្រឹក្សដើមពោធិដែលព្រះអង្គត្រាស់ដឹងកន្លែងស្នងដែលចែកដីសម្រាប់បញ្ចុះធៀបប្រភេទនិងប្រធរវិន័យឃើញទេនឹងតំណាងណានឹងគេហៅវត្ថុតាមតំណាងគឺវត្ថុទាំង5នេះប្រាស់ដ៏មានវិភាគទ្រង់បានបដិស្ថានទុកដើម្បីជាបញ្ញខេតដល់សត្វទាំងឡាយអ្នកត្រូវការបន់ធ្វើសក្ការៈបូជានមស្ការប្រណិប័តដោយសពថ្ងៃហ្នឹងទាំង5ហ្នឹងជាសាងរបស់ព្រះពុទ្ធជាតំណាងហើយព្រះអង្គលោកប្រេណនិព្វានបាត់រូបឆោមហើយតែនៅសល់នាមធម៌យល់ទេចឹងនៅសល់នាមធម៌នៅសល់ធម៌វិន័យសម្ដីដែលព្រះអង្គពោលចេញទៅនៅទាំងអស់ប្រសូត 21000 បឋមខណ្ឌណាព្រះវិន័យ 21000 បឋមខណ្ឌព្រះអភិធម្ម 42000 បឋមខណ្ឌរួមទៅ84000 បឋមខណ្ឌនេះធម្មវិន័យហ្នឹងជាតំណាងព្រះពុទ្ធអញ្ចឹង5ហ្នឹងជាតំណាង